nơi vọt rẽ mây sa mà kỳ hay vọt bờn tật nè miền phong cừu khum buồn màu bị vọt mì sang vọt phong cừu chát tì ca phong chát cừu bàn xăm ví dụประดิบัติบรรจุสำเร็จปะทัวនឹងសូមចម្រើនពរដល់ញោមញាតពុទ្ធបរិស័ទទាំងអស់គ្នាប៉ុណ្ណាដែលមានលោកធម្មការណាស្រុកមេសាងគុំមកកិច្ចប៉ុណ្ណាស្រុកមេសាងក៏ដូចជាគៈមហាបាសិកាពុទ្ធសាសនូបឋមកិនស៊ីមអេតអ្នកគ្រូតាំងកំហៀងមកនៅនេះ7ថ្ងៃទៀតហើយប៉ុណ្ណាចម្រើនពរលោកអាចារ្យគណៈកម្មការវត្តរស្មីសាមគ្គីលោកយាយលោកតាទាំងអស់ទីចិត្តទីឆ្ងាយបានជើញចូលមកជាព្រះយោគីវិចរដើម្បីបានបដិបត្តិនៅសមាធិអប់រំចិត្តទូមានចិត្តណាឲ្យចិត្តនឹងស្ថិតនៅក្នុងគន្លងនៃអាជ្ញារបស់ខ្លួនហើយថ្ងៃនេះដោយលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទជើងវត្តរស្មីសាមគ្គីហើយវត្តពើងទឹកនឹងមានសទ្ធាដ៏ដងឧត្តមក្រៃលែងបានប្រពៃពិធីបើកវគ្គសមាធិកម្មដ្ឋានជាផ្លូវការនឹងបើកជាផ្លូវការញាតិញោមមានច្បាប់មានអីត្រឹមត្រូវពីស្រុកប៉ុណ្ណាហើយពីវត្តមុនហ្នឹងបើកក្រៅផ្លូវការអត់មានច្បាប់តែញាតិញោមឲ្យក្រៅផ្លូវការហ្នឹងអត់មានច្បាប់គឺវត្តស្រះតាអឹមនិងវត្តព្រៃខ្លាប៉ុណ្ណាអត់មានច្បាប់ពីស្រុកនឹងហើយចឹងវត្តនេះបានរៀបចំមានច្បាប់បើកត្រឹមត្រូវប៉ុណ្ណាជឿញាតិញោមពុទ្ធបរិស័ទដោយការឆ្លៀសវៃរបស់លោកអាចារ្យដឹកនាំអាចារ្យក្មេងប៉ុណ្ណាឆ្លៀសវៃតំណាក់តំណែងល្អញាតិញោមចូលមកដល់វត្តនេះឃើញថាកំពុងតែសាងសង់សាលាឆាន់ប៉ុណ្ណាដាក់ឆ្ងាយតិចស្រូបចូលដល់នោះទៅហើយចឹងមានព្រះវិហារមានកុដិមានសាលាកំពុងតែដំណើរការដើម្បីជាទីតាំងនៃការប្រពៃពិធីបុណ្យផ្សេងបើយើងពិចារណាទៅតាមអវាទព្រះពុទ្ធញាតិញោមទីណាក៏ដោយបើសិនជាទីនោះមានអគារស្អាតសួនច្បារធំវាមានស្កឹមស្កៃយ៉ាងណាក៏ដោយប៉ុន្តែបើគ្មានធម៌ទេព្រះពុទ្ធក៏លោកមិនសរសើរដែរនៅក្នុងវាំងរកទីប្រជុំជួនសុទ្ធតែរបស់ប្រើប្រាស់ទំនើបប៉ុន្តែគ្មានធម៌នោះព្រះពុទ្ធក៏ព្រះអង្គមិនអនុមោទនាថាជាការប្រពៃញាតិញោមពុទ្ធបរិស័ទវាមិនប្រសើរព្រោះមានតែអគារប៉ុន្តែអត់មានធម៌ហ្នឹងហើយអត់មានធម៌បើរស់នៅត្រឹមតែគល់ឈើឬម្លប់ឈើក្នុងព្រៃស្មោះសានក្នុងព្រៃស្មោះសានណាញាតិញោមហើយមានធម៌អប់រំចិត្តជាប្រក្តីប្រព្រឹត្តទៅព្រះអង្គសម្ដែងថាទីនោះជាទីមនោរម្យ
đại bị khẩu song lục miên sơ sầm thị banya và bật tứ ông sầm đai theo ti nó cứ chỉ ti mà nô rung vẫn là nhìn nhung chỉ ti để miên xa rạ sầm khăn khlâm xa và chỉ ti để miên xa rạ sầm khăn khlâm xa và chẳng quạt ní khi ta tụ bay của bông tay miên nhật ca co sang sà la dần ná bàn tay miên thô đó nhìn nhung anh cha nè sầm rộp sầm ru đấy lục anh cha mấy nhá chứ mùa ấy nè mùa ấy năng ngày cha ấy om sực hòn nè và năng ngày nè sầm rộp sầm ru ruột lệch cả trường bông ấy và bà miền qua tết có mình ai cả chìa bài vẽ sma thị đã nhiệt nhung và cái miền nè tầm nơ ngắt bên đấy năng ngày chẳng bàn bon trà nữa và bị pro cái này để ri châm ránประពុតព្រះអង្គមិនមែនសំដៅយកកុដិសាលាព្រះវិហារតែម្យ៉ាងទេដែលព្រះអង្គសំដៅយកនោះគឺមានធម៌ទីវត្តទីអារាមតែមានធម៌នេះញាតិញោមបាទធ្វើឲ្យព្រះសង្ឃនឹងលោកមានធម៌ក្នុងខ្លួនធ្វើឲ្យលោកអាចារ្យគណៈកម្មការនឹងមានធម៌ក្នុងខ្លួនធ្វើឲ្យពុទ្ធបរិស័ទនឹងឯងមានពធក្នុងខ្លួនបាទចឹងបានថាបើលោកសង្ឃនៅក្នុងវត្តនឹងមានគុណធម៌មានសមាធិមានសិលមានមេត្តាករណាព្រហ្មវិហារធម៌ហើយបច្ចាតិកាវត្តនឹងតែងតែដឹកនាំបើកូនសិស្សក្រោមបង្គាប់នឹងឲ្យមានធម៌ដែរបាទណាចឹងកាលណាបើចៅអធិការនឹងអ្នកដឹកនាំកម្ពូលក្នុងវត្តនឹងអត់មានធម៌ទេបានស្អីមកនិយាយប្រាប់ឲ្យលោកខាងក្រោមនឹងមានធម៌ទៅកើតឃើញញាតិញោមបើដល់លោកក្នុងវត្តនឹងមានគុណធម៌ហើយក៏ប្រាប់លោកអាចារ្យណាជាកូនសិស្សណាជាសហការីជាសេនាធិការនឹងឲ្យមានធម៌ញាតិញោមហ្នឹងហើយដល់ពេលលោកអាចារ្យមានធម៌ហើយឲ្យគណៈកម្មការហ្នឹងក៏មានគុណធម៌ដល់គណៈកម្មការមានគុណធម៌ហើយដឹកនាំលោកយាយលោកតាពុទ្ធបរិស័ទណាថាណោះមកយើងវត្តយើងបើកសមាធិណាឃើញទេសំបីតែសាលាមិនតាន់ហើយហ្នឹងក៏បើកបានហ្នឹងដោយចិត្តជ្រះថ្លាដោយចិត្តយល់ក្នុងធម៌ណាញាតិញោមហ្នឹងបើសិនណាលោកអាចារ្យអត់មានធម៌ទេឲ្យបើកទៅអូយគុណអើយពិបាកណាស់វត្តកណាមិនតាន់ហើយសាលាផងគ្មានកន្លែងអង្គុយគ្មានកន្លែងអីទេភ្លៀងស្រក់មកទៅពីអីចឹងហ្នឹងញាតិញោមមែនទេអូយគុណអើយគ្មានកត់គ្មានអីទេអូយគ្មានមនុស្សមករៀនទេអាហ្នឹងមិនជ្រះថ្លាហ្នឹងវាមានលេសសពគ្រប់បែបប្រការបើកមិនរួចបើមេដឹកនាំកម្ពុជានឹងអត់មានណាញោមអត់មានធម៌ញាតិញោមណាបាទហ្នឹងហើយអញ្ចឹងបានគេហៅថាអ្នកដឹកនាំប្រកបដោយទស្សពិតរាជធម៌ណាតាំងពីថ្នាក់កម្ពុជារហូតដល់ថ្នាក់ក្រោមសម័យព្រះរាជាបច្ចៅចក្រពត្តិណាញាតិញោមព្រះរាជាបច្ចៅចក្រពត្តិហ្នឹងលោកប្រកបដោយទស្សពិតរាជធម៌ធម៌ទាំង10នៅក្នុងនោះមានមេត្តាមានសង្កហៈមានសិលណាមានសិលក្នុងខ្លួនហ្នឹងមានការចេះចែករំលែកអីហ្នឹងនៅក្នុងខ្លួនហ្នឹងអញ្ចឹងកាលណាបើព្រះរាជាហ្នឹងប្រកបដោយទស្សពិតរាជធម៌ហើយអាមាត្យនេះមហាអាមាត្យកម្ពុជាយើងហៅថាឧបរាជហ្នឹងក៏មានគុណធម៌រហូតតាំងពីក្រោមដល់តាំងពីលើដល់ក្រោមអញ្ចឹងទៅត្រូវមានធម៌ហ្នឹងដល់អញ្ចឹងធ្វើឲ្យសម័យព្រះរាជាដែលប្រកបដោយទស្សពិតរាជធម៌ហ្នឹងคล้ายទៅជាស្ដេចចក្រពត្តិគ្រប់គ្រងផែនដីពិភពលោកទាំងមូលសម័យព្រះរាជាប្រកបដែលមានដែលថាស្ដេចចក្រពត្តិប្រកបដោយទស្សពិតរាជធម៌សម័យហ្នឹងអត់កើតសង្គ្រាមទេញាតិញោមមនុស្សសុខអាយុវែងហើយសុខ
អត់ចេះលួចអត់ចេះប្លន់អត់ចេះកាប់ចាក់គ្នាទេអាហ្នឹងដោយសារអីដោយថាសម័យហ្នឹងអ្នកគ្រប់គ្រងប្រទេសតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមដល់ប្រជានារាស្ត្រទៀតមានធម៌ដល់អញ្ចឹងអត់ទៅដើមទឹកអត់ទៅដើមដីអត់ទៅដើមមេឃអត់ទៅដើមអាកាសអត់ទៅដើមសមុទ្របាទព្រោះសុខហើយឲ្យហូបគ្រប់គ្រាន់ហើយអញ្ចឹងសុខទេញាតិញោមសុខបាទហើយដល់ពេលសម័យយើងឥឡូវញាតិញោមមើលវិទ្យាសាស្ត្ររីកចម្រើននេះបាទវិទ្យាសាស្ត្ររីកចម្រើនជិះយន្តហោះពីខ្មែរទៅអាមេរិកហ្នឹងតែ12ម៉ោងទៅ10ម៉ោងជាងហ្នឹងដល់ស្រុកអាមេរិកហើយពីដើមយើងជិះកប៉ាល់ទឹកពីខ្មែរទៅបារាំងហ្នឹងមួយខែបណ្ដល់ហើយត្រូវរលើកសមុទ្រហ្នឹងបោកបាក់អាចស្លាប់កដាសមុទ្រទៅទៀតហ្នឹងហើយប្រទេសគេលោកខាងលិចជឿនលឿនណាស់ញាតិញោមទំនើបបាទប៉ុន្តែទីបំផុតនៅតែឆ្លុះគ្នាឃើញទេនៅតែវាយគ្នាឥឡូវ Viver ពិភពលោកញាតិញោមមើលរីកចម្រើនសម្ភារៈប៉ុន្តែអត់រីកចម្រើនធម៌ណាគឺអ្នកគ្រប់គ្រងពិភពលោកហ្នឹងអត់មានធម៌ប្រទេសធំហ្នឹងអត់មានធម៌ក្នុងខ្លួនបើប្រទេសធំមិនមានធម៌ក្នុងខ្លួនហើយប្រទេសតូចមានធម៌អញ្ចឹងសុខទេអត់សុខទេអាប្រទេសធំវាវាយយើដូចយើងថៃហើយខ្មែរអញ្ចឹងញាតិញោមណាឥឡូវប្រទេសខ្មែរយើងនេះប្រឹងអត់ធ្មត់លុតដំនេះមិនតទេណាពុទ្ធបរិស័ទនេះខំរក្សាតែទឹកដីរបស់ខ្លួននេះទាំងប្រសង់អីនេះប៉ុន្តែប្រទេសថៃនេះវាលោភលួនវាគ្មានធម៌នេះញាតិញោមណាប្រទេសថៃហ្នឹងថាគ្មានធម៌អញ្ចឹងបើលោភលួនចង់បានរបស់គេណាញោមនឹងអារបស់គេថារបស់ឯងហ្នឹងណាហើយគេហៅទៅគោរពច្បាប់អន្តរជាតិអត់ហ៊ានទៅណាដឹងថាវាខ្លួនឯងវាខូចណាញាតិញោមដូចយើងអញ្ចឹងធ្វើខុសហើយឲ្យឡើងទៅតុលាការអត់ហ៊ានទេបើប្អូនហ្នឹងយើណារឿងហ្នឹងទៅតុលាការអាបងហ្នឹងវាមិនហ៊ានទៅព្រោះវាយើរបស់ប្អូនណាវាឡាំប៉ាថាមិនបាច់ទៅទេដោះស្រាយតែពីរនាក់បងប្អូនយើងបានហើយដឹងតែខ្លួនឯងវាខុសអាហ្នឹងដូចតែខ្មែរហើយថៃអញ្ចឹងញាតិញោមណាហ្នឹងអាហ្នឹងថាពិភពលោកហ្នឹងប្រទេសរីកចម្រើនតាំងអាមេរិកតាំងរុស្ស៊ីតាំងបារាំងតាំងប្រទេសចិនអីញាតិញោមឃើញទេសភាវុធហើយប្រទេសអាគារផ្ទះថ្មខ្ពស់ផ្លូវស្អាតប៉ុន្តែថ្នាក់ដឹកនាំអត់មានគុណធម៌ធ្វើឲ្យពិភពលោកហ្នឹងសុខសប្បាយទេអត់សុខសប្បាយទេបាទអ្នកដឹកនាំពិភពលោកអត់មានគុណធម៌ដឹងតែពីចង់បានណាញាតិញោមដឹងតែពីចង់បានអញ្ចឹងរីកចម្រើនដោយគ្រឿងសម្ភារៈសភាវុធផ្សេងចង់បានប្រទេសណាលើកទ័ពទៅវាយយកប្រទេសហ្នឹងមិនគិតថាមនុស្សស្លាប់មិនស្លាប់ទេមិនអញ្ចឹងញោមណោះដោយប្រទេសរុស្ស៊ីចង់បានប្រទេសអ៊ុយក្រែនលើកទ័ពមកវាយបន្តិចអ៊ុយក្រែនណាព្រោះគេខ្លាំងណាញាតិញោមដល់ប្រទេសអ៊ីស្រាអែលចង់បានប៉ាឡេស្ទីនលើកទ័ពមកវាយប៉ាឡេស្ទីនឡើងខ្ទេចខ្ទីអស់ដល់ពេលថៃចង់បានស្រុកខ្មែរបកហេតុគ្រប់បែបយ៉ាងចង់បានទឹកដីខ្មែរបន្តទៅទៀតណាញាតិញោមណានឹងអាហ្នឹងគឺថាពិភពលោករីកចម្រើនតែសម្ភារៈប៉ុន្តែមិនរីកចម្រើនដោយគុណធម៌គឺគ្មានសិលគ្មានសមាធិគ្មានបញ្ញាគ្មានទុសពិតរាជធម៌អញ្ចឹងទាមទារឲ្យមានធម៌ណាញាតិញោមអញ្ចឹងបានមើលសម័យចៅចក្រពត្តិញាតិញោមអត់មានឡានជិះអញ្ចឹងដូចយើងអត់មានយន្តហោះទេសម័យបច្ចៅចក្រពត្តិនោះញាតិញោមអត់មានយន្តហោះហើរលឿនអញ្ចឹងហើយអត់មានឡានជិះម៉ូតូជិះអញ្ចឹងទេប៉ុន្តែសម័យបច្ចៅចក្រពត្តិលោកមានគុណធម៌ក្នុងខ្លួនតាំងពីបរិជាថ្នាក់លើរហូតដល់មហាអាមាត្យឧបរាជរហូតដល់អ្នកគ្រប់គ្រងក្រមទៀតសិតមានទុសពិតរាជធម៌ដល់អញ្ចឹងទៅធ្វើឲ្យប្រទេសជាតិសម័យបរិជាប្រកបដែលគ្រប់គ្រងប្រទេសហ្នឹងមនុស្សមានសេចក្តីសុខចម្រុងចម្រើនអាយុវែងអត់ច្បាំងរៀងជួលអីទេញាតិញោមសុខគឺរីកចម្រើនដោយគុណធម៌រីកចម្រើនដោយសេចក្តីសុខចម្រុងចម្រើន
រហូតដល់បរិជាដែលគ្រប់គ្រងពិភពលោកហ្នឹងបច្ចៅចក្រពត្តិហ្នឹងគ្រប់គ្រងយូរទៅដល់ដំណាក់កាលដែលថាត្រូវលាលែងតំណែងគឺលាលែងតំណែងអត់មែននៅគ្រប់គ្រងតតែខ្លួនឯងស្លាប់ទេណាបែរអញគ្រប់គ្រងប្រទេសតតែអញស្លាប់អត់អញ្ចឹងទេបរិជាចៅចក្រពត្តិនោះបើអត់ក្រាញរមៀលតោងយកអំណាចនឹងរហូតតតែខ្លួនឯងខ្សែជីវ៉ាទេគឺត្រឹមតែខ្លួនឯងនឹងសក់ស្កូវណាខ្មាន់ប្រកេះនឹងកាត់សក់ទៅបើឃើញសក់មួយសក់ស្កូវដែលដុសចេញពីក្បាលមួយកាលណាខ្មាន់ប្រកេះយកមកប្រាប់ទៅអូមហាបពិតព្រះអង្គមានដុសសក់ស្កូវហើយគ្រាន់តែឃើញសក់ស្កូវប៉ុណ្ណឹងកើតនៅសេចក្តីសង្វេគអនិច្ចំទុក្ខំបើកើតនៅសេចក្តីសង្វេគគិតដល់ខ្លួនឯងថាអូអញមានសក់ស្កូវហើយអាត្មាអញចាស់ហើយបរិជាហ្នឹងញាតិញោមចាប់ផ្ដើមរលឹកនឹកឃើញថាខ្លួនឯងចាស់ហើយអញមិនត្រូវនៅគ្រប់គ្រងរាជសម្បត្តិទៀតទេណាញោមណាបើអញ្ចឹងក៏ដាក់រាជសម្បត្តិទៅរាជាហ្នឹងប្រកបដោយធម៌ហ្នឹងញាតិញោមដាក់រាជសម្បត្តិប្រកាសប្រទេសរាជសម្បត្តិហ្នឹងទៅឲ្យកូនច្បងណាបន្តរាជតំណែងហ្នឹងទៅទៀតធ្វើជាស្ដេចចក្រពត្តិទៀតទៅព្រះអង្គទៅណាព្រះរាជាហ្នឹងសុំទៅនៅឧឈានទៅនៅព្រៃទៅធ្វើអីទៅបដិបត្តិធម៌ទៅធ្វើសមាធិដោយលោកយាយលោកតាអញ្ចឹងហ្នឹងស្ដេចចក្រពត្តិណាញាតិញោមហ្នឹងហើយព្រះអង្គទៅឲ្យទៅនៅក្នុងព្រៃទៅក្នុងសួនឧឈានមានតូបណាមានតូបនៅក្នុងព្រៃហ្នឹងអគ្គមហេសីហ្នឹងក៏លាលែងតំណែងទៅនៅទៅធ្វើធម៌ក្នុងព្រៃជាមួយព្រះស្វាមីដែរឃើញទេញាតិញោមនេះដំណើររបស់ព្រះរាជាដែលប្រកបដោយទុក្ខពិតរាជធម៌គ្រប់ព្រះអង្គអត់មែននៅក្រាញអំណាចអត់មែននៅតតែខ្លួនឯងស្លាប់បានប្រគល់តំណែងឲ្យគេទេញាតិញោមណាជួនកាលយើងចាស់ហើយអាយុទៅវាវែងញាតិញោមមែនទេចាស់ហើយវែងអាយុច្រើនទៅវែងដឹងមុខដឹងកោតនៅគ្រប់គ្រងប្រទេសមិនកើតទៀតការងារប្រពន្ធន័យមិនការងារប៉ាន់បាតដៃណាញោមណាហ្នឹងហើយការងារប៉ាន់ផែនដីបើផែនដីដល់ណាទឹកដល់ណាគ្រប់គ្រងដល់នោះអញ្ចឹងពរាជាហ្នឹងលោកទៅណាទៅបដិបត្តិពធទៅធ្វើសមាធិតបៈធម៌នៅក្នុងព្រៃរួមនឹងអគ្គមហេសីទៅទៀតគេនេះញាតិញោមណែសំបីពរាជានេះក៏ទៅធ្វើធម៌ក្នុងព្រៃដែរហើយចុះមកញាតិញោមយើងនេះនៅជាប់ជាពាក់ដល់ណាទៀតណាញោមពរាជាលោកគ្រប់គ្រងផែនដីទាំងមូលដំណើរនៃពរាជាដែលលោកមានទុក្ខពិតរាជធម៌ដែលលោកមានគុណធម៌ណាក្នុងខ្លួននៅពេលដែលលោកចាស់ទៅលោកតែងទៅរកលាលែងតំណែងចេញពីការគ្រប់គ្រងរាជទៅបដិបត្តិពធក្នុងព្រៃនោះលោកអត់បាននៅជាប់ជំពាក់អីទេហើយចុះយើងមានត្រឹមតែស្រែមួយផ្ទះមួយនេះណាញាតិញោមបើលះបង់មិនបានឥឡូវមិនបាច់លះបង់ផ្ទះលះបង់ស្រែទេលះបង់ត្រឹមតែ7ថ្ងៃមកធ្វើធម៌នៅវត្តពើងទឹកនេះមកបានទេអ្នកចិត្តហ្នឹងញាតិញោមលះមិនបានទៀតញោមញាតិខ្លះនោះវានៅជាប់ជាពាក់អាផ្ទះនៅជាប់ជាពាក់អាស្រូវដែលថាកំពុងតែធ្វើដើមធ្វើអីណាមែនទេលះបង់មិនបានទេហើយបើលះបង់ប៉ុណ្ណឹងមិនបានហើយប្រាថ្នារើតែសុខហ្នឹងបានសេចក្តីសុខមកណាទៅមែនទេបើលះមកធ្វើសេចក្តីល្អត្រឹមតែ7ថ្ងៃនេះមិនបានផងនេះបើទៅប៉ុននេះនោះអាចមួយថ្ងៃអីបានអញ្ចឹងណាប៉ុន្តែឲ្យមកបដិបត្តិធម៌អញ្ចឹង7ថ្ងៃងាយមកមិនងាយមកទេញាតិញោមបាទអញ្ចឹងហ៎ហើយចុះបើសិនតែមិនងាយមកអញ្ចឹងហើយប្រាថ្នាសេចក្តីសុខធំអញ្ចឹងបានទេអត់បានទេបានសេចក្តីសុខតូចព្រោះយើងលះបង់តូចយើងលះបង់តូចយើងបានសេចក្តីសុខតូចយើងលះបង់មធ្យមយើងបានសេចក្តីសុខមធ្យមយើងលះបង់ដើម្បីចម្រើនធម៌ច្រើនយើងបានសេចក្តីសុខច្រើនណាញោមណាធ្វើយ៉ាងណាបានយ៉ាងហ្នឹងនេះគឺជាប្រពុតណាប្រពុតហ្នឹងអញ្ចឹងយើងលះបង់ទៅធ្វើទានទៅវត្តនេះជាវេនមួយថ្ងៃឡប់មកវិញអាហ្នឹងយើងបានប៉ុនទេប៉ុន្តែប៉ុនរបស់យើងវាតូចណាញោមណាឥឡូវថ្ងៃនេះញោមលះបង់7ថ្ងៃមក
đầm bay ao rôm bạc để bắt bật thô ao tu miên chất nè bờ chẳng dương ban sẽ cái đây sọc trà mật chiều mới nhìn nhung mật chiều nè hãy đập bê nhiệt nhôm clarin du chia thla tới lẹ bong là hốt tới bạc để bắt từ bu chỉ lô cái đây từ bu chỉ đôn chi đôi lục dây cầm hiên cái đây nơi bột đô cái đây từ nơi phnom pre same thợ đôn chi nơi cho môi thma cái đấy anh ấy biết can là trà từ tiền là nhiều mắt và anh đang nghe chẳng dương lẹ bong chẳng việc miên cầm rạch chẳng ấy nhìn nhung hay sẽ cái đây sốc có việc miên cầm rạch từ tam đằng đài lấy mình chăm bạch dây theo từ đó nơi phnom pre same từ nơi bột đô ấy là hốt thơ chuyện đôn chi thưa để bà son ấy tê lấy trăm mà tham mau riêng pel ngay chẳng ba này nó nhiều mắt là ngày riêng pel ngay vậy chia bị xe cứ nhôm nơi trường quạt bờ tật nó ngay và dương mình chẳng bạch từ hai cây ngay mau ấy bỏ hai chơi cái mau bán có xa thuốc là ôi và cái nơi ngay chơi cái mau dương rọp an kia con là bờ kia mình mau tới vọt dương sầm khăn cứ trường vọt dương nó nhiều mắt và đôi giờ tham bao nơi ra âm cái đấy nơi pre kla mà prap nhiệt nhôm ta bạch thay nhiệt nhôm na màu riêng có mau tới kia ở quạt kia ngay ở lớn sầm khăn trường quạt dương này ao miên thua sân ao trường quạt dương cùng chục nia sân ta cha cái này cam ca lục xong cùng chục nia sân ao việc sọc nơi không quạt đang sân đấy ban việc là bay thảo quạt đang là chục nia té ban kỳ chữ trẻ kỳ trẻ la kỳ màu nè đấy hãy chia prang từ hai kia mau ao mà chui quạt nhôm phong còn là không quạt chục nia là hốt anh ấy kỳ màu nè đấy nhìn hiểu bộ tay cha nó có đau tay cha tới lúc sờ kia nó có đau sờ kia tới cái cam ca tới lúc này là ông vol ta đau này can lôi á nhìn nhiều mà và hãy chia tập prang hai cây ao mà chui phong cái con là lư mua anh cái hiền giờ lôi dương mà trao chăng lôi kia mà trao quạt dương nâng bố cái khai giờ máu giờ chạy kia ó mình đang nhìn nhiều mà hay lôi vào bạ rơ đấy tụ bay trăm là mà pon qua vào bạ rơ đẩy mẹ đấy và mẹ đòn mà mơn này bạch đòn mà mơn riêng trăm mà pon có dương nghi rồi bàn đây nó nhìn nhiều nhưng chắc ao kia giờ lôi mà trao quạt dương ở mạch bảo quạt dương nâng ọt miền tăng pi và song sự kia và ông nâng quạt nâng ta cha cái nạ cam ca ọt trừ kia phó nâng nó nhiều mà lúc kia hay giờ lôi mà cho bon máu và vài cái ly cào non nó bắt lôi ở linh và rọp lôi tới mà chung mà can bắn miền lôi ấy xó này vọt đấy lôi ban ha sập liền đấy chờ nó đấy là ngày pre class nó có ban xài sập liền chiêng đấy nhìn nhiều là ngày hay chân cơ tha anh đang to tụm tục chật chân dương thưa quạt dương sòng khan đấy nhìn nhiều nè thư không quạt dương nó ở miền thô ở miền côn là thô tăng vì son tăng vì lục ta cha tăng vì cái nạ cam ca ra hốt đó bột body sạch chân cứ bỏ xa nó nhìn nhiều tụ bay khmiên cột khmiên sả la thông sạch cả đầu và cóประពុតព្រះអង្គសម្ដែងថាអ្នកដើរតាមស្នាមយុគលតបាតតថាគតចឹងឯងញាតិញោមព្រះអង្គថាដើរតាមព្រះអង្គកំណើតកើតក្នុងជាតិមួយហ្នឹងព្រះអង្គកើតជាស្មូនឆ្នាំងញាតិញោមក្រទៅយកដីស្អិតមកលក់បាទដីស្អិតយកមកធ្វើឆ្នាំងលក់ហើយដបូលហ្នឹងឡើងលហែកលហុយហើយម៉ែខ្វាក់ភ្នែកណាញោមហ៎ប៉ុន្តែព្រះអង្គមានគុណធម៌ហ៎mà đai quạ nết có ông có mà mai ở giờ bộ buôn ở tây giờ thế này lại giờ bộ buôn đang chặt mình bán mơ mà đai luôn về quạ nết chứ nó nhìn nhiều trong sọc chặt trăm mà đai to mà đai slap mà đai slap tự bù thì đấy và nó cứ ông tha tật tha cuột miên vị miên tè mến phân tay tật tha cuột miến cả nóc sờ máy nó tật tha cuột miên côn là thổ hay sờ máy muối ông cao không câu sẽ đánh nhìn nhôm quan ở quang nâng vào con ở đây cầm cây sun cho ba mình nông mình niêng rộp sập nhẹ màu cham con bầm rã bắt đầu ông picha là na mơ tới ở tây tại chia tới tha ú tham anh tầm lang mau pita là rụ tả đau xa tại tham anh thơ sẽ đánh nâng tham anh lẹ tới không là rụ nâng bầm mán bầm bay mơn buôn pon nam là rụ này nhiều men nam mà nấu hết này dú à lẹ tới không là rụ đau xa tại thơ sẽ đánh đó thơ sẽ đánh mấy cái lẹ tới là rụ thà thơ sẽ đánh mình phải có đào thua nó nhìn nhớ men sẽ đánh nâng ao tờ tha ban chỉ sẽ đánh thấy
កើតស្លាប់ពីស្ដេចទៅកើតជាទេវតាមនុស្សទេណាកើតជាស្ដេចហើយអាងតែខ្លួនឯងមានអំណាចហើយធ្វើយកអំណាចហ្នឹងទៅប្រើប្រាស់លើប្រជាជនកេងប្រវាញ់ចិត្តដីធ្លីស្រែចម្ការប្រជាពលរដ្ឋធ្វើឲ្យប្រជាជនរងទុក្ខវេទនាដោយសារតែខ្លួនឯងស្ដេចនឹងមានបាបទេបាបស្ដេចមិនប្រកបដោយទុសពិតរាជធម៌មិនមានសិលមិនមានគុណធម៌ក្នុងខ្លួនអញ្ចឹងស្ដេចនឹងក្រោយពីអស់ជីវិតទៅណាញាតិញោមទៅឋាននរកអញ្ចឹងបានព្រះអង្គជាតិមួយហ្នឹងព្រះអង្គគេផ្លាត់ស្នៀតបើជាស្ដេចអាក្រក់ព្រះអង្គហ្នឹងធ្លាប់ជាស្ដេចអាក្រក់ណាញាតិញោមពុទ្ធយើងហ្នឹងណាអញ្ចឹងធ្លាក់ទៅក្នុងនរកឡើងយូរហើយបានងើបពីឋាននរកវិញមកកើតជាស្ដេចដឹងជាតិមើលមានញោមណាដឹងជាតិទេញោមមានញោមខ្លះដឹងជាតិកំណើតអញ្ចឹងព្រះអង្គដឹងប្រមាដឹងជាតិកំណើតខ្លួនឯងទៅអូអាត្មាអញទៅរួចពីឋាននរកតើហើយផុតពីឋានហើយអាត្មាអញទៅកើតឋាននរកដោយសារអីដោយសារអាត្មាអញកើតជាស្ដេចគ្រប់គ្រឿងមិនប្រកបដោយធម៌ក៏ស្លាប់ទៅកើតក្នុងនរកឥឡូវអាត្មាអញមកកើតជាស្ដេចវិញបើកើតមកជាស្ដេចឡើងគ្រឿងរាជតែមិនស្រួលគ្រប់គ្រឿងរាជមិនស្រួលទេអញធ្លាក់នរកទៀតហើយអញ្ចឹងណាព្រោះអីព្រោះអាងប្រហែសទ្វេហើយញាតិញោមមានទៅប្រហែសបើមនុស្សយើងពេលខ្លះមានពេកទៅប្រហែសប្រមាទណាញោមណាហើយជួនកាលធំពេកទៅប្រមាទការនៅតូចក្មេងធម្មតាហ្នឹងមិនសូវប្រមាទទេណាញោមប៉ុន្តែដល់ពេលឡើងធំខ្ពស់ទៅចាប់ផ្ដើមប្រមាទមើលងាយអ្នកតូចតាចញោមអើយការធ្វើលោកនេនដូចមិនសូវប្រមាទទេដល់ពេលឡើងសក្រាចទៅប្រមាទទៅតែថ្វាយអង្គមព្រះមិនសូវថ្វាយអង្គមហ្នឹងអាជាក់មិនសូវចម្រើនផងណាញោមណោះបើការធ្វើគណៈកម្មការដូចជាមិនសូវប្រមាទទេដល់ពេលឡើងធ្វើអាចារ្យធំទៅអញត្មងអញ្ចឹងណាញោមណាដល់អញត្មងទៅលេងស្ដាប់អាណាអ្នកណាឲ្យយោបល់អញក៏អញស្ដាប់អញធំជាងគេអ្នកអញ្ចឹងណាញាតិញោមណាបើដល់អញ្ចឹងទៅប្រមាទបើហ្នឹងហើយដល់ប្រមាទទៅអាហ្នឹងបានបាបក៏បានបុណ្យញោមបាបណាបានបាបអញ្ចឹងញាតិញោមអញ្ចឹងថាវាពិបាកណាស់រឿងខ្ពស់ទៅហើយខ្វះការសែបគប់ខ្វះស្ដាប់យោបល់របស់អ្នកដតីអញ្ចឹងណាញោមណាបើអញ្ចឹងកុំប្រមាទបើអញ្ចឹងបានព្រះថាកាលនោះពោធិសត្វថាអាត្មាអញមិននៅគ្រប់គ្រឿងរាជទេអាត្មាអញធ្វើខ្វាក់ខ្វិនធ្វើមិនចេះនិយាយស្ដីដើម្បីចេញទៅបួសហ្នឹងញាតិញោមចេញទៅបដិបត្តិធម៌ណាចង់បានបដិបត្តិធម៌ត្រឡប់មកវិញគឺនៅតែចុងក្រោយត្រូវតែរត់រើធម៌ញាតិញោមជីវិតចុងក្រោយត្រូវតែរត់រើធម៌បើជីវិតចុងក្រោយមិនរត់រើធម៌ទេអាវាំងសារោហើយក្បាលចុះក្រោមជើងឡើងលើណាញោមបើសូម្បីតែស្ដេចចក្រពត្តិជីវិតចុងក្រោយរបស់ព្រះអង្គពេលដែលសក់ស្កូវមួយព្រះអង្គរត់ទៅរើធម៌លោកយាយលោកតាទាំងអស់គ្នាក៏ចឹងដែរជីវិតចុងក្រោយគឺត្រូវរត់រើធម៌ណាញោម